សហព័ន្ធកីឡាហាប់គីដូបានកោះហៅសមាជិកសមាជិកានិងថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនមកជួបប្រជុំដើម្បីស្វែងរកដោះស្រាយបញ្ហាប្រឈមនិងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ2024និងស្វែងរកគន្លឹះបន្តដំណើរសម្រាប់ចក្ខុវិស័យក្នុងឆ្នាំ2025កិច្ចប្រជុំនេះធ្វើឡើងនៅអគារគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្រោមវត្តមានលោកគួយហុងជាប្រធានស្ដីទីសហព័ន្ធកីឡាហាប់គីដូនិងលោកគង់ច័ន្ទធីណាអគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូនិងសមាជិកសមាជិកាជាច្រើនរូបទៀតលោកគង់ច័ន្ទធីណាបានគូបញ្ជាក់ដឹងថាក្នុងឆ្នាំ2024កន្លងទៅសហព័ន្ធកីឡាហាប់គីដូបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍដើម្បីជៀសឆ្ពោះទៅរក្សាសក្តានុពលដោយប្រភេទកីឡាសក្តានុពលមួយចំនួនបើទោះបីជួបបញ្ហាប្រឈមមួយចំនួនដោយកង្វះថវិកាលើការបណ្ដុះបណ្ដាលធនធានកីឡាករគ្រូបង្វឹកអាជ្ញាកណ្ដាលចៅក្រមនឹងការបញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេសជាដើមតែទោះបីជាបញ្ហាប្រឈមយ៉ាងណាក្ដីក៏សហព័ន្ធខិតខំគៀកករកសប្បុរសជននិងគៀកសមាជិកសមាជិកាប្រមូលបានថវិកាបង្កើតវគ្គបណ្ដុះបណ្ដាលខ្លីទាំងក្នុងស្រុកនិងបញ្ជូនទៅចូលរួមវគ្គនៅក្រៅប្រទេសបន្ថែមពីនោះសហព័ន្ធក៏បានដឹកនាំកីឡាករក្លក្រានីចេញទៅប្រកួតនៅក្រៅប្រទេសដោយទទួលបានមេដាយត្រឡប់មកវិញជូនសហព័ន្ធផងដែរលោកអគ្គលេខាធិការសហព័ន្ធរូបនេះក៏បានបដិញ្ញាចិត្តថាបើទោះបីជាការបោះជំហានរបស់សហព័ន្ធមានការអភិវឌ្ឍយឺតជាងសហព័ន្ធផ្សេងដោយប្រឈមនឹងកង្វះថវិកាក៏សមាជិកសមាជិកានៅតែបន្តដំណើររួមគ្នារិះរកគ្រប់មធ្យោបាយដើម្បីឲ្យសហព័ន្ធកីឡាមួយនេះអាចនឹងបន្តសកម្មភាពចូលរួមទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិលោកគួយហុងជាប្រធានស្ដីទីបានមានប្រសាសន៍ដែលថាសម្រាប់ទិសដៅក្នុងឆ្នាំ2025នេះសហព័ន្ធមានគោលដៅធំៗចំនួន2ដែលជាប្រកិច្ចត្រូវបំពេញហើយប្រកិច្ចធំៗទាំងពីរនេះសហព័ន្ធបដិញ្ញាចិត្តនឹងសម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុកទី1បញ្ជូនអត្តពលិកចូលរួមការប្រកួតនៅអន្តរជាតិដើម្បីបង្ហាញវត្តមានកីឡាករក្លក្រានីនិងនាំយកមេដាយជូនជាតិទី2និងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិចម្រាញ់ជ្រើសរើសធនធានឆ្នើមមកបង្វឹកបំពន់ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាអត្តពលិកមានសក្តានុពលទន្ទឹមជាមួយគ្នានេះដែរលោកប្រធានស្ដីទីក៏ទទូចអំពាវនាវដល់វិស័យឯកជនសប្បុរសជនចូលរួមជួយដល់សហព័ន្ធកីឡាហាប់គីដូដើម្បីឲ្យសហព័ន្ធមានធនធានដើម្បីបណ្ដុះបណ្ដាលគ្រូបង្វឹកចៅក្រមនិងអាជ្ញាកណ្ដាលជាពិសេសជួយផ្ដល់លទ្ធភាពឲ្យសហព័ន្ធបានបញ្ជូនកីឡាករក្លក្រានីទៅចូលរួមប្រកួតនៅក្រៅប្រទេសដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសនិងដណ្ដើមយកមេដាយមកជូនជាតិព្រោះមានតែវិស័យឯកជននិងសប្បុរសជនតែប៉ុណ្ណោះដែលមានលទ្ធភាពធនធានជួយរួមចំណែកអភិវឌ្ឍវិស័យកីឡាបើគ្មានការជួយឧបត្ថម្ភពីវិស័យឯកជននោះទេវិស័យកីឡាក៏មិនអាចរីកចម្រើនទៅមុខកើតដែរ